ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំចង់បង្ហាញអំពីសមិទ្ធផលថ្មីមួយនៃឃុំកែផបានកសាងគឺសហគមន៍នេសាទទេសចរឃុំកែផបានរៀបចំនៅកញ្ចុះបណ្ដែតទឹកហើយកញ្ចុះនេះដែរគឺខាងសហគមន៍គាត់រៀបចំដើម្បីទទួលភ្ញៀវទេសចរដែលមកលំហែកាយមកកំសាន្តនៅក្នុងតំបន់ទេសចរហើយការធ្វើកញ្ចុះនេះដែរគឺមានការគ្រប់គ្រងដោយអង្គការគាំពៀធនធានសមុទ្រដែលអង្គការបានឧបត្ថម្ភកញ្ចុះនេះចំនួន2សម្រាប់ឲ្យសហគមន៍ក្នុងការធ្វើសាងសង់ឡើងក៏ប៉ុន្តែខាងសហគមន៍ធ្វើបានតែមួយនៅឡើយទេមួយទៀតកំពុងធ្វើហើយបើតាមប្រសាសន៍របស់ប្រធានសហគមន៍គាត់បានប្រាប់មកថាមានកញ្ចុះ2បន្ថែមទៀតដែលខាងអង្គការផ្សេងទៀតដែលលោកបាននឹងកំពុងជួយដែរអញ្ចឹងបន្តិចទៀតអាចនឹងមានកញ្ចុះ4តែបច្ចុប្បន្នមានតែមួយនៅឡើយទេនេះជាការសាកល្បងដែលអាចបញ្ជាក់បងប្អូនថាកញ្ចុះនេះរឹងមាំហើយមិនត្រឹមប៉ុណ្ណោះដែរសហគមន៍របស់យើងក៏មានអាវពោងសម្រាប់ភ្ញៀវទេសចរដែរក៏ប៉ុន្តែដោយសារតែកញ្ចុះរបស់យើងរឹងមាំអញ្ចឹងធ្វើឲ្យយើងមានទំនុកចិត្តអញ្ចឹងមិនបាច់ពាក់អាវពោងក៏បានដែរហើយបើមើលទៅទេសភាពវិញគឺថាល្អខ្លាំងមែនតើបងប្អូនអើយមកជាហៀងខាងដើមឈើមានប្រជាពលរដ្ឋដាំអញ្ចឹងទៅមកជាហៀងកងកាងហើយបើនិយាយពីម្ហូបវាឆ្ងាញ់លែងនិយាយបងប្អូនព្រោះថាស្រស់មែនតើប្រជាពលរដ្ឋនេសាទបានគឺយើងកំងពីសហគមន៍គាត់ធ្វើឲ្យតែម្ដងហើយបើតាមដងព្រែកនេះបើសិនជាមានដ្រូនប្រហោះពីលើវិញដឹងស្អាតប៉ុណ្ណាទៅបងប្អូនមានទួលមានកោះនៅក្នុងលើដៃនៅក្នុងព្រែកហ្នឹងបងប្អូនតែអញ្ចឹងទៅវាមានអារម្មណ៍ថាវាប្លែកខ្លាំងមែនតើក៏ប៉ុន្តែដូចខ្ញុំបានបញ្ជាក់អញ្ចឹងថាតំបន់នេះគឺជាតំបន់ដែលយើងទើបតែអភិវឌ្ឍអញ្ចឹងវាអត់ទាន់មានភាពល្បីល្បាញទេសង្ឃឹមថាបងប្អូនបានមើលវីដេអូនេះនឹងបានជួយចែករំលែកបន្តដើម្បីឲ្យខាងសហគមន៍យើងទទួលបានភ្ញៀវទេសចរកាន់តែច្រើនឡើងអញ្ចឹងណាហើយព្រោះថាកម្រងរបស់យើងកញ្ចុះនឹងមាន4អញ្ចឹងបើសិនជាមាន4វាកាន់តែធ្វើឲ្យមានការតាក់ទាញភ្ញៀវទេសចរកាន់តែបានច្រើនទៀតដែរអញ្ចឹងណាបងប្អូនអញ្ចឹងយើងក៏ដល់កន្លែងទីតាំងកោះទួលនឹងមួយយើងក៏បោះយុទ្ធការទៅដាក់ទៅយើងហូបអីមកសន្ទុះហើយយើងត្រឡប់ទៅវិញគឺបងប្អូនអាចមើលបានទេសភាពគឺស្អាតមែនតើហើយជាបត្រីនេះលោតដល់កបងប្អូនអើយហើយទឹកក៏មិនសូវជ្រៅប្រហែលដែរអញ្ចឹងវាមានសុវត្ថិភាពក្នុងការលេងទឹកទៀតហើយបើសិនមានស្ទូចបងប្អូនដែលមានស្ទូចណាបងប្អូនអាចស្ទូចនៅកន្លែងហ្នឹងបានទៀតហើយបើនិយាយពីតម្លៃវិញគឺមួយកញ្ចុះនេះតែ30000រៀលទេបងប្អូនហើយនឹងមានមគ្គុទ្ទេសក៍របស់យើងជូនបងប្អូនមើលតាមព្រៃកោងកាងមកអស់ចិត្តបានយើងត្រឡប់មកវិញអញ្ចឹងណាបងប្អូនគឺធូរថ្លៃមែនតើបងប្អូនអញ្ចឹងមានតែប៉ុណ្្នឹងជួយចែកម្លែកវីដេអូនេះផង